កាន់តែក្តៅហើយភាគខាងត្បូងរបស់ប្រទេសថៃក្រុមអំបែករដ្ឋបន្តវាយប្រហារកងកម្លាំងការពារថៃដោយធ្វើការបំផ្ទុះគ្រាប់បែករបួសប៉ូលីសថៃចំនួន6នាក់ក្នុងនោះ2នាក់រងរបួសធ្ងន់ត្រូវបញ្ជូនមិនទាន់តាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យធំនៅខេត្តយ៉ាឡាព័ត៌មានថ្មីអំពីការវាយប្រហារដោយគ្រាប់បែកលើមន្ត្រីនគរបាលព្រំដែន BPP 442ដែលកំពុងការពារភូមិសាកៃភូមិទី3និងភូមិបានបុលឡូសាឌីយ៉ាភូមិទី4ឃុំបានហែងស្រុកឋានតូខេត្តយ៉ាឡានៅម៉ោង 8:10 នាទីព្រឹកថ្ងៃទី 19 ខែមិថុនាឆ្នាំ 2026 ការវាយប្រហារនេះបានបណ្ដាលឲ្យមន្ត្រីចំនួន6នាក់រងរបួសក្នុងនោះ2នាក់រងរបួសធ្ងន់ធ្ងរមន្ទីរពេទ្យឋានតូបានរៀបចំដឹកនាំរងរបួសធ្ងន់ធ្ងរគឺពលបាលឯកទីគីសានិងពលបាលឯកប៉ារ៉ាផាតតាមឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការជួរមុខនៃនគរបាលភូមិន្ទថៃ FOC RTP ជាបន្ទាន់មុនពេលបញ្ជូនទៅមន្ទីរពេទ្យយ៉ាឡាសម្រាប់ការព្យាបាលបន្ថែមក្រុមវិជ្ជបណ្ឌិតគិលានដ្ឋាបយាកានិងបុគ្គលិកពាក់ព័ន្ធផ្សេងទៀតបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលពួកគេទន្ទឹមនឹងនេះកម្លាំងសន្តិសុខបានឡើងព័ទ្ធតំបន់នោះនិងផ្លូវជុំវិញដើម្បីអនុញ្ញាតឲ្យអង្គភាពកម្ចាត់គ្រាប់រំសេងផ្ទុះ EOD និងមន្ត្រីកសោវិច័យធ្វើការស៊ើបអង្កេតនគរបាលកំពុងប្រមូលភស្តុតាងយ៉ាងយកចិត្តទុកដាក់ទន្ទឹមនឹងនេះនាយនគរបាលលោកឧត្តមសេនីយ៍តូគង់អាលសូវណ្ណខំមេបញ្ជាការនគរបាលខេត្តយ៉ាឡាបានណែនាំដល់គ្រប់អង្គភាពទាំងអស់ឲ្យបង្កើតការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យកន្លែងកើតហេតុដោយខ្លាចជនល្មើសអាចប្រើយុទ្ធសាស្ត្របោកប្រាស់ដើម្បីធ្វើការវាយប្រហារជាលើកទី2លោកក៏បានបញ្ជាឲ្យបើកការស៊ើបអង្កេតឲ្យបានឆាប់រហ័សដើម្បីតាមដានផ្លូវរត់គេចខ្លួនរបស់ជនល្មើសដើម្បីនាំពួកគេទៅកាត់ទោស Credit A+ តាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា